សូមជម្រាបសួរលោកស្រីទាំងអស់គ្នាជាទីគោរពជួបគ្នាសារជាថ្មីម្ដងទៀតជាមួយនឹងការសិក្សាពីចម្ងាយខ្ញុំបាទឈ្មោះជាសផាណាជាទីប្រឹក្សាគណៈនៃភាពសង្គមនៃលេខាធិការឋានកជបថ្ងៃនេះផងដែរខ្ញុំនឹងនាំលោកស្រីស្វែងយល់ពីមេរៀនថ្មីមួយទៀតស្ដីអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណៈនៃភាពសង្គមចំពោះគោលបំណងនៃមេរៀននេះនៅចុងបញ្ចប់នៃបទបង្ហាញរបស់រូបខ្ញុំលោកស្រីនឹងអាចយល់ដឹងអំពីតួនាទីភារកិច្ចរួមរបស់គណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណៈនៃភាពសង្គមឬហៅកាត់ថាផសរកនឹងអាចរៀបរាប់បានអំពីតួនាទីភារកិច្ចជាក់លាក់របស់សមាជិកានីមួយៗនៃគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណៈនៃភាពសង្គមនៅក្នុងបទបង្ហាញរបស់ខ្ញុំនេះខ្ញុំនឹងលើកយកមាតិកាចំនួន2ចំណុចដែលនឹងធ្វើការបង្ហាញដែលទី1ពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការផសរកនិងទី2តួនាទីភារកិច្ចរបស់សមាជិកគណៈកម្មាធិការផសរកទី1ពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការផសរកនៅក្នុងតួនាទីភារកិច្ចរបស់គណៈកម្មាធិការនេះគឺទី1គាត់ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានដែលជាព័ត៌មានពាក់ព័ន្ធទៅនឹងគម្រោងសកម្មភាពអត្ថិភាពដែលបានលើកឡើងនៅក្នុងផែនការផសរកដែលពាក់ព័ន្ធទៅនឹងស្ថានភាពផ្សេងនៃការអនុវត្តគម្រោងសកម្មភាពទាំងអស់នោះផងដែរទី2គឺធានាយ៉ាងណាការដាក់បញ្ចូលផសរកទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលឃុំសង្កាត់ដែលហៅកាត់ជាភាសាអង់គ្លេសថា CIP និងបង្ហាញនៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគនៅថ្នាក់ស្រុកដែលយើងហៅកាត់ថា DIW ឬក៏ DIW បាទចំណុចទី3គឺពាក់ព័ន្ធទៅនឹងការធានាដើម្បីរៀបចំផែនការសកម្មភាពក៏ដូចជាថវិកាសម្រាប់គ្រប់គ្រងទៅដល់ការអនុវត្តគម្រោងសកម្មភាពផសរកដែលការរៀបចំគម្រោងផែនការសកម្មភាពនោះត្រូវដាក់ជូនទៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធ្វើការពិនិត្យនិងអនុម័តទៅលើគម្រោងផែនការសកម្មភាពទាំងនោះទី4គឺគណៈកម្មការនេះត្រូវធានាឲ្យមានការរៀបចំនៅកិច្ចប្រជុំរបស់ខ្លួនឲ្យបានទៀងទាត់រៀងរាល់ត្រីមាសឬក៏អាចរៀបចំកិច្ចប្រជុំទៅតាមការចាំបាច់ណាមួយរបស់គណៈកម្មាធិការទី5ពាក់ព័ន្ធទៅនឹងការធានាឲ្យមានការត្រួតពិនិត្យតាមដាននៅការអនុវត្តគម្រោងសកម្មភាពរបស់ផសរកឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពទី6គឺធានាឲ្យមានការទំនាក់ទំនងនិងសហការជាមួយនឹងរដ្ឋបាលក្រុងស្រុកខណ្ឌរដ្ឋបាលរាជធានីខេត្តនិងមន្ទីរក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីធ្វើការសម្រុះសម្រួលនិងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការអនុវត្តគម្រោងសកម្មភាពផសរកនិងចំណុចចុងក្រោយពាក់ព័ន្ធទៅនឹងទំនាក់ទំនងនិងគៀងគរថវិកាធនធានផ្សេងពីក្រសួងស្ថាប័នរដ្ឋអង្គការសង្គមស៊ីវិលវិស័យឯកជនសប្បុរសជននានាដើម្បីគ្រប់គ្រងទៅលើគម្រោងសកម្មភាពផសរកដែលបានលើកឡើងហើយរដ្ឋបាលឃុំសង្កាត់ពុំមានធនធានថវិកាក្នុងការគ្រប់គ្រងខ្ញុំសូមលើកឡើងពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចរបស់សមាជិកនីមួយៗនៃគណៈកម្មាធិការផសរកទី1ខ្ញុំសូមលើកឡើងអំពីតួនាទីភារកិច្ចរបស់ប្រធានគណៈកម្មាធិការផសរកដែលក្នុងនោះគាត់ត្រូវមានតួនាទីសំខាន់ក្នុងការគៀងគរធនធានប្រភពថវិកានានាដើម្បីគ្រប់គ្រងទៅលើការអនុវត្តគម្រោងសកម្មភាពអត្ថិភាពដែលមាននៅក្នុងផសរកចំណុចទី2គាត់ក៏ត្រូវធានាយ៉ាងណាឲ្យមានការដាក់បញ្ចូល
ផែនការសកម្មភាពផសរកទៅក្នុង CIP ក៏ដូចជានៅក្នុង deal ទី3គឺប្រធានគណៈកម្មាធិការផសរកត្រូវជំរុញនិងតាក់ទាញការគាំទ្រពីក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធានាឲ្យមានការវិភាគថវិកាមូលនិធិឃុំសង្កាត់ក្នុងការគាំទ្រគម្រោងសកម្មភាពអត្ថិភាពនៅក្នុងផសរកទី4គឺធានាឲ្យមានការរៀបចំជារបាយការណ៍ទៀងទាត់ដែលពាក់ព័ន្ធទៅនឹងវឌ្ឍនភាពបញ្ហាប្រឈមនៃការអនុវត្តផសរកនិងអាចបញ្ជ្រាបពាក់ព័ន្ធទៅនឹងការអនុវត្តសកម្មភាពនានានៃការអនុវត្តការងារគណនេយ្យភាពសង្គមរបស់យើងចំណុចមួយទៀតគឺពាក់ព័ន្ធទៅនឹងការធានាឲ្យមានកិច្ចសហការជាមួយនឹងអង្គការដៃគូអនុវត្តនៅមូលដ្ឋានជាពិសេសជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ដែលហៅកាត់ថា CAF ក្នុងការគាំទ្រលើដំណើរការអនុវត្តផសរកក៏ដូចជាការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំសង្កាត់ខ្ញុំសូមលើកឡើងអំពីតួនាទីភារកិច្ចរបស់អនុប្រធានគណៈកម្មាធិការផសរកជារួមតួនាទីភារកិច្ចរបស់អនុប្រធានគណៈកម្មាធិការផសរកគាត់ត្រូវដើរតួនាទីភារកិច្ចជំនួសប្រធានគណៈកម្មាធិការនៅពេលដែលប្រធានគណៈកម្មាធិការអវត្តមានដោយករណីណាមួយបាទក្នុងនោះផងដែរអនុប្រធានគណៈកម្មាធិការក៏មានតួនាទីនៅក្នុងការចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំនានារបស់គណៈកម្មាធិការផសរករួមមានកិច្ចប្រជុំប្រចាំត្រីមាសឬក៏កិច្ចប្រជុំទៅតាមការចាំបាច់ណាមួយទី3អនុប្រធានគណៈកម្មាធិការក៏ត្រូវមានកិច្ចសហការនិងផ្ដល់ការគាំទ្រយ៉ាងជិតស្និទ្ធជាមួយនឹងសមាជិកអចិន្ត្រៃយ៍ដែលជាតួអង្គមួយក្នុងការសម្របសម្រួលទៅលើដំណើរការអនុវត្តក៏ដូចជាសេនាធិការឲ្យគណៈកម្មាធិការផសរកនិងតួនាទីមួយទៀតរបស់អនុប្រធានគណៈកម្មាធិការគឺគាត់ត្រូវបំពេញតួនាទីឬក៏ភារកិច្ចបន្ថែមណាមួយដែលត្រូវបានប្រគល់ជូនពីប្រធានគណៈកម្មាធិការបាទទី3ខ្ញុំសូមលើកឡើងអំពីតួនាទីភារកិច្ចសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការផសរកដែលសម្ដៅទៅលើមន្ត្រីបង្គោលគណនេយ្យភាពសង្គមនៅថ្នាក់ឃុំសង្កាត់អញ្ចឹងទី1គឺគាត់ត្រូវរៀបចំនិងចាត់ចែងឲ្យមានកិច្ចប្រជុំរបស់គណៈកម្មាធិការហ្នឹងឲ្យបានទៀងទាត់ទៅតាមការណែនាំទី2គឺគាត់ត្រូវពិនិត្យតាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមក៏ដូចជាការអនុវត្តគម្រោងសកម្មភាពដែលមាននៅក្នុងផសរកព្រមទាំងធ្វើសេចក្តីរាយការណ៍ជូនទៅដល់គណៈកម្មាធិការផសរកផងដែរទី3គឺគាត់ត្រូវធ្វើការបញ្ចូលទិន្នន័យផសរកទៅក្នុងប្រព័ន្ធទិន្នន័យត្រួតពិនិត្យតាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមឲ្យបានទាន់ពេលវេលាស្របទៅតាមការណែនាំទី4គឺគាត់ត្រូវធ្វើការទាញចេញឬក៏ព្រិនចេញនៅ post on របស់ផសរកដើម្បីធ្វើការបិទផ្សាយទៅលើផ្ទាំង I4C ដែលយើងធ្វើការបិទផ្សាយនៅតាមរដ្ឋបាលឃុំសង្កាត់នីមួយៗទី5សមាជិកអចិន្ត្រៃយ៍ត្រូវផ្ដល់កិច្ចសហការនិងសម្របសម្រួលការងារទូទៅជាមួយនឹងរដ្ឋបាលឃុំសាលាបឋមសិក្សានិងមណ្ឌលសុខភាពដើម្បីធានាយ៉ាងណាឲ្យការអនុវត្តផសរកអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពតួនាទីភារកិច្ចរបស់គាត់នៅចំណុចទី6គឺពាក់ព័ន្ធទៅនឹងការផ្ដល់ការសហការជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលដៃគូអនុវត្តនៅមូលដ្ឋានក៏ដូចជាCAFដើម្បីធានាឲ្យការអនុវត្តកាន់តែមានភាពរលូនទី7គាត់ត្រូវជួយមេឃុំចៅសង្កាត់ក្នុងដំណើរការត្រួតពិនិត្យតាមដានទៅលើការអនុវត្តផសរកនិងរៀបចំជារបាយការណ៍
ទី8គឺគាត់ត្រូវគ្រប់គ្រងទិន្នន័យពាក់ព័ន្ធទៅនឹងការងារគណនេយ្យភាពសង្គមក៏ដូចជាការអនុវត្តផសរកនិងចុងក្រោយទូនាទីភារកិច្ចរបស់គាត់គឺពាក់ព័ន្ធទៅនឹងការអនុវត្តទូនាទីភារកិច្ចផ្សេងពាក់ព័ន្ធទៅនឹងការងារគណនេយ្យភាពសង្គមក៏ដូចជាការអនុវត្តផសរកដែលប្រធានគណៈកម្មាធិការផសរកបកគោលជូនចំពោះតួនាទីភារកិច្ចរបស់សមាជិកនានាផ្សេងទៀតរបស់គណៈកម្មាធិការផសរករួមមានទី1ចូលរួមពិនិត្យនិងពិភាក្សាព្រមទាំងធ្វើការឯកភាពទៅលើការអនុវត្តផសរកនិងធ្វើការរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តផសរកទៅដល់អង្គភាពសាមីរបស់ខ្លួនចំណុចទី2នៃទូនាទីភារកិច្ចរបស់សមាជិកផ្សេងទៀតគឺគាត់ត្រូវចូលរួមកិច្ចប្រជុំជាទៀងទាត់របស់គណៈកម្មាធិការផសរកដែលយើងរៀបចំប្រចាំត្រីមាសឬក៏តាមការចាំបាច់ណាមួយទី3ពួកគាត់ត្រូវចូលរួមផ្ដល់យោបល់ជូនគណៈកម្មាធិការផសរកអំពីបញ្ហាប្រឈមនិងដំណោះស្រាយផ្សេងទៀតពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងក៏ដូចជាសកម្មភាពផសរកព្រមទាំងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមផងដែរចំណុចទី4គឺគាត់ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានស្ដីពីផសរកនិងព័ត៌មាននានាពាក់ព័ន្ធនឹងការងារគណនេយ្យភាពសង្គមទៅដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធជាពិសេសអ្នកដែលមកទទួលសេវានៅអង្គភាពផ្ដល់សេវាសាមីនីមួយបាទចំពោះទូនាទីភារកិច្ចទី5របស់គាត់គឺគាត់ជួយនៅក្នុងការគៀងគរធនធានពីប្រភពនានាទាំងពីក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលវិស័យឯកជនសប្បុរសជននានាដើម្បីធានាគាំទ្រដល់ការអនុវត្តគម្រោងសកម្មភាពផសរករបស់អង្គភាពសាមីរៀងខ្លួនសូមអរគុណចំពោះការតាមដានយកចិត្តទុកដាក់ទស្សនាមេរៀននេះខ្ញុំសង្ឃឹមថាលោកស្រីអាចអនុវត្តតាមមេរៀននេះបានដោយជោគជ័យសូមលោកស្រីចុចលើវីដេអូបន្ទាប់ដើម្បីធ្វើការទស្សនានិងសិក្សាមេរៀនបន្តទៀតសូមអរគុណ